សួស្តីបងប្អូនយើងមកស្ដាប់អំពីបច្ចុប្បន្នភាពបន្តិចអំពីប្រទេសស៊ូដង់នៅថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2025នេះបងប្អូនសារព័ត៌មានកម្ពុជាថ្មីបានចុះផ្សាយអត្ថបទនេះទៀតហើយដោយបានសរសេរថាសាកសពរដូករណែលនៅលើផ្លូវហើយយោធាបានប្រើកំភ្លើងយន្តបាញ់រះសម្លាប់មិនរើសមុខមិនថាស្ត្រីឬកុមារនេះជាការរៀបរាប់របស់បុរសឈ្មោះអាដាមយ៉ាស់យ៉ាដែលបានរត់គេចពីសេចក្តីស្លាប់ជាមួយកូន4នាក់ចេញពីទីក្រុងអែលហ្វាសាលោកប្រាប់សារព័ត៌មាន Al Jazeera នៅថ្ងៃច័ន្ទទី3ខែវិច្ឆិកាឆ្នាំ2025នេះថាប្រពន្ធរបស់គាត់ត្រូវបានកងទ័ព RSF សម្លាប់រួចពួកគេក៏រត់ចេញពីទីក្រុងអែលហ្វាសាមុនទីនោះត្រូវបានធ្លាក់ក្រោមការកាន់កាប់របស់ពួកយោធាលោកបាននិយាយថាមានសាកសពពាសពេញផ្លូវយើងបានបាវខ្សាច់ពាំងពួកយោធាបាញ់រះដាក់គ្រប់គ្នាទាំងប្រុសទាំងស្រីសូម្បីក្មេងៗហើយខ្ញុំឮមានម្នាក់នោះបានស្រែកថាសម្លាប់ឲ្យអស់ទៅកុំទុកនរណាម្នាក់ឲ្យសោះខ្ញុំរត់ហើយពួនលុះដល់ពេលយប់ខ្ញុំបានលូនក្រាបជាមួយកូនតាមរបងរួចបន្តដើរចូលភូមិមួយទើបជួបមនុស្សចិត្តល្អឲ្យយើងធ្វើដំណើរជាមួយដើម្បីឆ្ពោះទៅជំរុំចំណែកស្ត្រីម្នាក់ឈ្មោះរ៉ាសាត្រូវបានរៀបរាប់ទាំងទឹកភ្នែកថាពួកយោធា RSF បាននាំខ្ញុំទៅផ្ទះមួយហើយក៏ចាប់រំលោភខ្ញុំទាំងដែលខ្ញុំប្រាប់ថាខ្ញុំមានកូនហើយខ្ញុំចាស់ហើយខ្ញុំបានទុកកូនចោលនៅឯផ្ទះហើយពេលមកវិញខ្ញុំបាត់កូនមិនដឹងពួកគេយកទៅណានោះទេបាទនេះគឺជារឿងដ៏ខុសខើមួយទៀតដែលកំពុងតែកើតឡើងរហូតមកដល់ថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2025ហើយបងប្អូនស្ថានភាពអត់មានអីប្រសើរឡើងទេនៅឯប្រទេសស៊ូដង់បាទយើងដឹងថាសង្គ្រាមស៊ីវិលនេះបានកើតឡើងតាំងពីខែមេសាឆ្នាំ2023ឥឡូវនេះ2ឆ្នាំ73ឆ្នាំហើយបងប្អូនអញ្ចឹងមនុស្សជាច្រើនម៉ឺននាក់បានបាត់បង់ជីវិតយ៉ាងអណោចអធមមែនទែនមានទាំងអ្នកដែលត្រូវបានទាហានសម្លាប់ផ្ទាល់ក៏ដូចជាអ្នកដែលកើតជំងឺអ្នកដែលអត់ឃ្លានហើយបាត់បង់ជីវិតជាបន្តបន្ទាប់រឿងនេះកំពុងតែកើតឡើងហើយត្រូវការសង្គ្រោះបន្ទាន់មែនទែនអត់ទាន់ដឹងថាភាគីពីខាងក្រៅជាអង្គការសហប្រជាជាតិឬក៏មហាអំណាចណាលោកដៃទៅជួយដើម្បីឲ្យបញ្ចប់សង្គ្រាមនេះនៅឡើយនោះទេបាទបងប្អូននេះគឺជារឿងដែលនៅតែបន្តហើយយើងដឹងថារឿងនេះកំពុងតែផុសផុលហើយទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សទូទាំងពិភពលោកត្រូវតែកលេចមើលត្រូវតែរកវិធីជួយហើយមនុស្សជុំវិញពិភពលោកក៏អធិដ្ឋានក៏ទូលអង្វរទៅព្រះសម្រាប់ប្រទេសជាតិមួយនេះផងដែរដែលយើងប្រើពាក្យថាអធិដ្ឋានសម្រាប់ប្រទេសស៊ូដង់អរគុណបងប្អូនបច្ចុប្បន្នភាពពីប្រទេសស៊ូដង់មានប៉ុណ្ណឹង